ខ្ញុំបាទដំណើររួមទាំងឈូកព្រមទាំងក្រុមការងារសូមជម្រាបសួរបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសពីសួនសត្វភ្នំតាម៉ៅបងប្អូននេះគឺឈូកបាទឈូកកំពុងតែធ្វើបដិសណ្ឋារកិច្ចបងប្អូនបន្ទាប់ពីឃើញនៅទស្សនវិជ្ជាបែបនេះបងប្អូនចូលរួមផ្ដល់ជាមតិយោបល់ម្នាក់មួយមកបងប្អូនតើឈូកកំពុងធ្វើអីបងប្អូនបាទបងប្អូនអាកប្បកិរិយាបែបនេះឈរនៅស្ងៀមបាទប្រម៉ោយបាទបកចុះបកឡើងយឺតបាទបងប្អូនតើឈូកចង់បង្ហាញឲ្យបងប្អូនយល់ពីអ្វីអំពីឈូកបងប្អូនបន្លែបងប្អូនបន្ទាប់ពីខ្ញុំជូនដូងឈូកមួយបាទនេះកូនឆ្ងាញ់រាល់កាយវិការសកម្មភាពរបស់ឈូកនេះបងប្អូនជំហានបោះណាកូនយឺតទៅមុខទៅក្រោយបាទគេតុយបក់រវិចស្លឹកជាបាទនេះបងប្អូនឃើញនៅទស្សនវិជ្ជាជាក់ស្ដែងហើយស្លឹកជារបស់ឈូកបាទឲ្យរបស់ឈូកកាយវិការបែបនេះតើឈូកចង់បញ្ជាក់ឲ្យបងប្អូនយល់ពីអ្វីបងប្អូនចិត្តតែកែបនៃទាំងគូនេះបងប្អូនឃើញទេស្លឹកទៅជាគឺថាបក់បងប្អូនមើលចាស់បក់រវិចបងប្អូនតើឈូកចង់បង្ហាញពីអ្វីបងប្អូននេះបន្ទាប់ពីខ្ញុំជូនដូងគាត់ហើយខ្ញុំត្រូវត្រឡប់ទៅទីតាំងផ្សេងទៀតនេះបងហើយឈូកតាមខ្ញុំបងប្អូនឈូកតាមខ្ញុំបងប្អូនបាយណាបាយឈូកចិត្តដាច់ទេបងប្អូនអើយពេលដែលឃើញតាមអញ្ចឹងគឺថាឆ្លៀតជូនបាទអំពើគាត់បន្ថែម2កង់ទៀតបងប្អូន2កង់ខ្លីទៀតបងប្អូននេះបន្ទាប់ពីបានអំពើ2កង់បន្ថែមទៀតបងប្អូនឃើញទៅជាទៅតុយបងប្អូនអរគុណណាស់បងប្អូនណាសម្រាប់ការចូលរួមផ្ដល់ជាមតិយោបល់បាទឆ្លៀតអរគុណទៀតមិនភ្លេចទេជូកយើងអរគុណកណាទទួលបានការលើកទឹកចិត្តបន្ថែមគឺថាជូកតែងតែអរគុណកុំចឹងឈូកកុំចឹងអីណាសុខសប្បាយណាឈូកណាបាទជឿនៅក្នុងឱកាសនេះគឺសូមអរគុណទៅដល់ខាងសួនសត្វភ្នំតាម៉ៅបាទលោកមានការយកចិត្តទុកដាក់ណាស់ក្នុងការមើលថែជួយសង្គ្រោះបាទសត្វច្រើនមែនទែនអរគុណបងប្អូនទាំងអស់គ្នាក្នុងការចូលរួមផ្ដល់ជាមតិយោបល់បងប្អូនជួបគ្នានៅក្នុងឱកាសក្រោយបងប្អូនជម្រាបលា